ចាខ្ញុំសូមមកឆ្លើយនៅសំណួររបស់បងស្រីម្នាក់គាត់បានសួរមកកាន់កម្មវិធីផ្លូវជីវិតចាគាត់បានសួរថាតើអ្វីសម្គាល់ត្រង់ណាចាដែលថាព្រះយេស៊ូវជាព្រះពិតចាហើយមានអ្វីសំអាងដែលថាព្រះយេស៊ូវចាមកជួយសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍ទាំងអស់ចាអញ្ចឹងខ្ញុំអរគុណនៅសំណួរដ៏ល្អរបស់គាត់ខ្ញុំសូមមកឆ្លើយយើងសម្គាល់ព្រះអង្គជាព្រះពិតចាតាមរយៈព្រះបន្ទូលព្រះអង្គចាព្រះគម្ពីរបរិសុទ្ធព្រះអង្គចាដែលបន្សល់ទុកសប្តាហ៍ថ្ងៃចាហើយទូទាំងសកលគឺទទួលស្គាល់ចារឿងអំពីព្រះយេស៊ូវមិនមែនជារឿងប្រឌិតរឿងនិទានឡើយបងប្អូនជារឿងពិតជារឿងប្រវត្តិសាស្ត្រពិតចាជាព្រះពិតចាទ្រង់បានមកយកកំណើតប្រសូតជាមនុស្សចានៅប្រទេសអ៊ីស្រាអែលចាទ្រង់ប្រសូតជាមួយនឹងក្រមុំព្រហ្មចារីចាមិនមែនមនុស្សស្រីប្រុសនៅជាមួយគ្នាទេចាសិតតែជាការអស្ចារ្យដែលមានតែព្រះហើយចាដែលមកយកកំណើតតាមរយៈក្រមុំព្រហ្មចារីបានចាហើយមួយទៀតដែរព្រះអង្គសគត់រស់ឡើងវិញចា3ថ្ងៃទ្រង់រស់ឡើងវិញគេរកសាកសពទ្រង់មិនឃើញទេចាព្រះអង្គហើយក៏មកជួបសាវកព្រះអង្គមកជួបសិស្សព្រះអង្គចាដែលបានឃើញផ្ទាល់ចាថាព្រះអង្គពិតជារស់ឡើងវិញមែនចាហើយព្រះអង្គក៏បានយាងទៅឋានសួគ៌វិញចាហើយក៏បានប្រទាននៅព្រះវិញ្ញាណចាមកផែនដីប្រទានព្រះវិញ្ញាណមកផែនដីឲ្យគង់សន្ធិដ្ឋនៅក្នុងមនុស្សអ្នកដែលជឿដែលជាសាវកព្រះអង្គចាដែលអាចថាពួកបរិសុទ្ធព្រះចាដែលអាចថាអ្នកដែលជឿចាជាកូនព្រះគឺនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធចាដូចខ្ញុំជាក់ស្ដែងចាមកដល់2026នេះក៏ព្រះអង្គនៅតែធ្វើការដែរចាអ្នកដែលជឿសម្រាប់ខ្ញុំអ្នកដែលជឿចាជឿកើតជាថ្មីចាឆ្កាងសាច់ឈាមក៏ទទួលបានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គធ្វើការដែរទៅខ្ញុំប្រកាសចិត្តច្បាស់ថាអូព្រះអង្គពិតជាមានមែនចាគឺផ្ដើមពីសេចក្តីជំនឿស្មោះពិតត្រង់បរិសុទ្ធចាជឿអត់សង្ស័យចាបន្តមកទៀតហើយជឿហើយកាន់តាមប្រព្រឹត្តតាមចាហើយខ្ញុំបានរៀនសូត្រសិក្សាព្រះគម្ពីរព្រះអង្គជាច្រើនហើយអំណាចព្រះវិញ្ញាណបរិសុទ្ធបានបើកសម្ដែងក្នុងគម្ពីរឲ្យខ្ញុំអានយល់មើលយល់ហើយមានទីសម្គាល់ជាច្រើនចាការជឿអ្នកដែលជឿអ្នកបរិសុទ្ធព្រះអង្គជឿគឺជឿក្នុងការពិចារណាជឿគិតថ្លឹងថ្លែងគិតពិចារណាហើយដោយសេចក្តីជំនឿស្មោះប្រត្រង់កាន់តាមប្រព្រឹត្តតាមផងចាសម្រាប់និស័យសាច់ឈាមចោលចាឆ្កាងសាច់ឈាមលះការអាក្រក់ចោលផងដែរទៅព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកគង់សន្ធិដ្ឋក្នុងខ្លួនយើងធ្វើឲ្យយើងជឿថាមានព្រះពិតមែនហើយនឹងមើលព្រះគម្ពីរយល់ចាមានមនុស្សជាច្រើនមើលព្រះគម្ពីរព្រះអង្គអត់យល់ទេបងប្អូនទាំងអស់គ្នាអ្នកដែលនៅដើរតាមនិស័យសាច់ឈាមគឺមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយក៏គេអត់មានថ្ងៃបានស្គាល់ព្រះពិតដែរគេអាចជឿតែមាត់ជឿតាមគ្នាជឿតាមគេប៉ុន្តែជាក់ស្ដែងគេអត់មានបានអ្វីការអស្ចារ្យឬក៏ការផ្លាស់ប្រែជីវិតរបស់គេឡើយបងប្អូនចាដោយព្រោះចាគេនៅចាញ់បញ្ឆោតអរិយសាតាំងគឺរស់បំពេញតែសាច់ឈាមលុយឡានទ្រព្យសម្បត្តិនៅលោកីដែរជារបស់អាសាអត់ការចាដែលគេមិនមែនត្រឹមតែចង់បានអាហារ3ពេលរស់ប៉ុណ្ណោះទេចាប៉ុន្តែគេនៅខ្វល់ខ្វាយនៅលុបលន់ចាជាមួយនឹងសាច់ឈាមដោយព្រោះវិញ្ញាណអាក្រក់នៅបន្លំគេចាអញ្ចឹងខ្ញុំសូមភ្ជាប់តមករឿងអំពីព្រះអង្គវិញដែលសម្គាល់ថាព្រះអង្គជាព្រះពិតហើយនឹងជួយបានគ្រប់សាសទាំងអស់ដោយសារព្រះអង្គសគត់ចាព្រះអង្គមកប្រសូតកំមុំព្រហ្មចារីចាដើម្បីមកសង្គ្រោះរាជអ៊ីស្រាអែលទេចាទ្រង់កើតនៅក្នុងវង្សាស្ដេចលួងដាវីតចាជំនួសវងលោកអាប់រ៉ាហាំចាចឹងអាប់រ៉ាហាំចាយ៉ាកុបអ៊ីសាចាដែលជារាជរបស់អ៊ីស្រាអែលចាដែលយ៉ាកុបចាបដូរទៅជាអ៊ីស្រាអែលហ្នឹងដែលប្រទេសអ៊ីស្រាអែលសប្តាហ៍ថ្ងៃហ្នឹងបងប្អូនចាហើយព្រះអង្គគឺគេបានកាន់តាមជឿតាមចាគ្រប់តាមអញ្ចឹងព្រះអង្គត្រូវមកប្រសូតដើម្បីជួយដល់សាសអ៊ីស្រាអែលក៏ហើយយើងនេះដូចខ្ញុំហើយពួកយើងទាំងអស់គ្នានេះគឺជាសាសដតីហើយដែលដាច់ចេញចាមិនបានគ្រប់ជឿព្រះរបស់អ៊ីស្រាអែលទេព្រះនៃអាប់រ៉ាហាំឡើយចាដាច់ចេញដែលហៅថាជាសាសដតីខ្ញុំនិយាយក្នុងនេះបងប្អូនអ្នកដែលអត់ជឿប្រហែលខ្ញុំអត់ដឹងថាគាត់ស្ដាប់យល់អត់ទេចាតែខ្ញុំនិយាយនេះសម្រាប់អ្នកដែលជឿគឺគាត់យល់ហ្មងចាហើយអ្នកដែលមិនតន់ជឿគាត់ស្ដាប់អត់យល់ព្យាយាមស្ដាប់ទៅបងប្អូនស្វែងរកទៅព្រោះរឿងអំពីព្រះយេស៊ូវរឿងអំពីព្រះសង្គ្រោះមិនមែនជារឿងតូចទេបងប្អូនជារឿងពិតហើយជារឿងជីវិតសំខាន់ណាស់បងប្អូនបើមិនមានព្រះគង់ជាមួយទេបងប្អូនគឺគ្មានអ្វីជាទីពឹងឡើយរស់នៅសម្រាប់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះរស់នៅដើម្បីកំដរថ្ងៃស្លាប់ប៉ុណ្ណោះហើយបាបជាច្រើនគឺអត់មានព្រះណាដែលអត់ទោសបាបឲ្យបងប្អូនហើយបានសង្គ្រោះទៅនៅឋានសួគ៌ទេចាបាបនោះគឺត្រូវធ្លាក់បឹងភ្លើងហើយបាបនឹងហើយដែលនាំឲ្យយើងរស់នៅលើផែនដីនេះងងឹតសូន្យវេទនារស់នៅជាមួយតែអំពើបាបប្រព្រឹត្តបាបសាងបាបជួបតែបាបទទួលតែបាបដែលហៅថាបាបនោះគឺជាការងារសាច់ឈាមនោះហើយបងប្អូនដែលហៅថាបាបមកពីយើងមិនជឿដល់ព្រះមិនមានការបើកសម្ដែងមិនមានគេថាការដឹកនាំពន្លឺបងប្អូនដោយសារយើងអត់ទទួលពន្លឺអត់ទទួលជឿដល់ព្រះអត់ទទួលកើតជាថ្មីអត់ព្រមសម្រាប់និស័យបាបយើងចានៅតែនិយាយទៅគឺមិនជឿដល់ព្រះមកពីមិនជឿដល់ព្រះនឹងហើយបានជាមិនរៀនមិនកាន់គម្ពីរមិនអានមិនរៀនមិនជឿដោយសារមិនជឿមិនរៀនមិនអាននឹងហើយទៅគ្មានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកគង់ក្នុងខ្លួនចាមានតែអរិយនៅក្នុងខ្លួនមនុស្សដែលធ្វើឲ្យមនុស្សខឹងស្អប់ឆេវឆាវក្តៅមួម៉ៅហើយថប់កង្វល់ភ័យតក់ស្លុតបារម្ភហើយក៏ទៅជាចាឈឺទៅជាស្លាប់បាបនឹងឲ្យដែលនាំឲ្យស្លាប់ខ្ញុំរៀបរាប់ច្រើនណាស់បងប្អូនប៉ុន្តែសុទ្ធតែជាសេចក្តីពិតទាំងអស់សូមបងប្អូនស្ដាប់ខ្ញុំនិយាយហើយសូមគិតពិចារណា
គិតពិចារណាថ្លឹងថ្លែងថាតើពិតឬអត់បងប្អូនកុំតន់បដិសេធខ្ញុំភ្ជាប់មកទៀតចាដែលព្រះអង្គជាព្រះពិតដោយព្រោះចាអ្នកជឿគឺទទួលបានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គទៅបានដឹងចាភ្លក់អំណោយទានរបស់ព្រះទៅបានដឹងហើយមួយទៀតដែរចាព្រះអង្គបានធ្វើការអស្ចារ្យជាច្រើនប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញចានៅក្នុងព្រះគម្ពីរព្រះអង្គបងប្អូនឃើញហើយគម្ពីរម៉ាថាយចាម៉ាថាយលូកាហ្នឹងចាគឺដំណើររបស់ព្រះអង្គចាគឺមនុស្សខ្វាក់ឲ្យមើលឃើញមនុស្សពិការឈឺចាឲ្យដើររួចឲ្យដើរបានចាអញ្ចឹងមានការអស្ចារ្យជាច្រើនដែលមនុស្សធម្មតាមិនអាចធ្វើបានទេបងប្អូនចាខ្ញុំនិយាយក៏ចូលរៀងវែងនាទីដែរអញ្ចឹងខ្ញុំសូមមកសង្ខេបចាហើយព្រះអង្គបានសគត់នៅលើឈើឆ្កាងចាបង់ថ្លៃបាបសម្រាប់មនុស្សទាំងអស់ចាវាំងននទៅរហ័យជា2អញ្ចឹងទាំងសះដតីចាក៏បានសេចក្តីសង្គ្រោះដែរតាមរយៈព្រះអង្គសគត់លើឈើឆ្កាងនោះហើយចាហើយមានជាច្រើនទៀតបងប្អូនបើខ្ញុំនិយាយទៅសម្រាប់អ្នកដែលជឿគឺគេទទួលបានព្រះវិញ្ញាណបរិសុទ្ធគឺគេជឿគេយល់ច្បាស់ហ្មងតែសម្រាប់អ្នកមិនជឿបងប្អូនអាចនឹងស្ដាប់ហើយមិនងាយយល់ពិបាកនឹងយល់ហើយបងប្អូនមិនជឿគឺបងប្អូននៅតែរស់ក្នុងសេចក្តីងងឹតដដែលចាអញ្ចឹងមានការអស្ចារ្យជាច្រើនទៀតហើយខ្ញុំចង់បន្ថែមចុងក្រោយជាការអស្ចារ្យបំផុតទៀតនោះចាឆ្នាំ2026ដែលបងប្អូនកំពុងតែប្រើសប្តាហ៍ថ្ងៃនេះចាទាំងបងប្អូនបងស្រីម្ចាស់សំណួរដែលសួរនេះចាគឺឆ្នាំរបស់ព្រះគ្រីស្ទបងប្អូនចា2026ដែលបងប្អូនប្រើធ្វើអត្តញ្ញាណប័ណ្ណប្រើថ្ងៃខែឆ្នាំកំណើតនេះយកឆ្នាំអ្នកណាគេបងប្អូនហេតុអីបានជឿមិនជឿថាព្រះហើយប្រើឆ្នាំកំណើតរបស់ព្រះចាបើអត់មានឆ្នាំកំណើតព្រះទេមិនសួរថាអាយុប៉ុន្មានអត់ដឹងខ្លួនឯងអាយុប៉ុន្មានទៀតណាបងប្អូនចាអញ្ចឹងមានការអស្ចារ្យជាច្រើនដែលសម្គាល់ហើយអះអាងពិតប្រាកដថាព្រះយេស៊ូវជាព្រះពិតព្រះសង្គ្រោះចាសូមអរគុណសូមព្រះគុណពរ